ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងមិនទាន់ទៅណាឆ្ងាយអំពីបង្កងធម្មជាតិនៅខេត្តតាកែវយើងនៅឡើយទេហើយនេះគឺជាវីដេអូទី3របស់យើងហើយដែលយើងធ្វើតាក់ទងនឹងបង្កងហើយសម្រាប់បងប្អូនដែលអត់ទាន់បានមើលបងប្អូនអាចចូលទៅខាងក្រោមបានខ្ញុំនឹងដាក់ link ជូនហើយសម្រាប់ថ្ងៃនេះគឺយើងនឹងបង្ហាញអំពីរបៀបនិងតិចនិចក្នុងការអាំងហើយភ្ជាប់មកជាមួយនឹងទឹកត្រីមួយបែបដែលមានរសជាតិឆ្ងាញ់បងប្អូនអាចមើលបាននៅចុងវីដេអូឥឡូវកុំឲ្យខាតពេលយូរយើងមកមើលអំពីរបៀបក្នុងការសម្អាតហើយនឹងធ្វើបង្កងនេះតែម្ដងសម្រាប់សម្ភារៈដែលយើងត្រូវប្រើគឺមានកត្រៃហើយនឹងមានកបិតមុតមួយដើម្បីយើងមកសម្អាតបង្កងហើយយើងនឹងធ្វើការកាត់ហើយសម្រាប់ការធ្វើបង្កងគឺយើងកាត់ព្រុយហើយនឹងដៃរបស់វាចេញទាំងអស់ហើយសម្រាប់ពេលដែលយើងពុះគឺយើងពុះពីខាងពោះអញ្ចឹងប្រយោជន៍គឺពេលដែលយើងអាំងទៅគឺយើងអាចរក្សាបានខួរបង្កងនៅមានសភាពស្អាតហើយយើងអត់មានបារម្ភពីការខ្លោចហើយសម្រាប់មួយវិញទៀតគឺបងប្អូនងាយស្រួលក្នុងការសម្អាតបង្កងមែនតើនៅពេលដែលយើងពុះចេះគឺតំណុងហើយនឹងពុះវានៅខាងក្បាលគឺយើងបានដកបានស្អាតល្អហើយអ្វីដែលកាន់តែពិសេសនោះនៅពេលដែលយើងញ៉ាំគឺមានការងាយស្រួលក្នុងការញ៉ាំមែនតើនៅពេលដែលយើងអាំងបង្កងបែបពុះវាជាពីរអញ្ចឹងសម្រាប់បងប្អូនខ្លះក៏មានតិចផ្សេងដែរសម្រាប់ការដែលយើងអាំងបង្កងនេះបងប្អូនខ្លះក៏កាប់ជាពីរតែម្ដងងាយស្រួលក្នុងការអាំងហើយបងប្អូនអាចកាប់ជាពីរក៏បានហើយមួយទៀតសម្រាប់បងប្អូនដែលគាត់បារម្ភអំពីការអាំងឬក៏ខ្លាចអាំងអត់បានឆ្អិនល្អឯងគាត់អាចយកខួរបង្កងនេះចេញក៏បានដែរសម្រាប់នៅការអាំងទៅពេលអាំងចិត្តឆ្អិនបងប្អូនអាចដាក់ចូលក៏បានដែរនេះជាតិចមួយបែបដែរអញ្ចឹងឥឡូវក្រោយទៅពេលយើងសម្អាតបង្កងរួចឥឡូវយើងមកមើលរបៀបនៃការធ្វើទឹកជ្រលក់តែម្ដងសម្រាប់គ្រឿងផ្សំខ្ញុំនឹងដាក់ចូលនៅក្នុង comment ហើយសម្រាប់ទឹកជ្រលក់នេះបងប្អូនអាចញ៉ាំគ្រប់ប្រភេទជាមួយនឹងគ្រឿងសមុទ្របងប្អូនអាចធ្វើបានរបៀបនេះសម្រាប់គ្រឿងផ្សំដែលយើងដាក់គឺមានខ្ទឹមសមានម្ទេស2ពណ៌ហើយសម្រាប់នេះគឺមានខ្ទឹមក្រហមដោយសារយើងអត់មានគល់ជីវ៉ាន់ស៊ុយឥឡូវយើងដាក់គល់ជីណាតែម្ដងជំនួសអធិស្ឋានកន្លែងចំណុចនេះហើយសម្រាប់ការធ្វើគឺយើងបុករហូតទៅដល់គ្រឿងហ្នឹងម៉ត់ល្មមដែលយើងអាចគិតថាល្មមហើយបន្ទាប់មកគឺយើងចាប់ផ្ដើមដាក់គ្រឿងចូលនេះគឺយើងដាក់ស្ករប៊ីចេងបន្តិចហើយបន្ទាប់មកយើងដាក់ម្សៅស៊ុបហើយនេះគឺយើងដាក់ប្រើស្ករត្នោតសម្រាប់ការធ្វើទឹកជ្រលក់បែបនេះគឺយើងប្រើស្ករត្នោតគឺឆ្ងាញ់មែនតើហើយនេះគឺទឹកត្រីហើយសម្រាប់ការជ្រលក់ជាមួយនឹងគ្រឿងសមុទ្រគឺខ្ញុំត្រូវតែជូរខ្លាំងអញ្ចឹងគឺខ្ញុំដាក់រហូតដល់ប្រហែលជា3ចំណិតធំហើយគឺរសជាតិយ៉ាងជូរខ្លាំងហើយសម្រាប់បងប្អូនដែលអត់សូវមានពេលធ្វើបងប្អូនអាចជាវជាទឹកជ្រលក់ខាងយើងទៅស្រាប់តែម្ដងក៏បានដែរអញ្ចឹងឥឡូវយើងមកចាប់ផ្ដើមមើលបន្ថែមទៀតតទៅនឹងដំណើរការក្នុងការអាំងអញ្ចឹងការជ្រើសរើសយកធ្យូងក្នុងការអាំងគឺវាជាចំណុចមួយដែលពិសេសដែរនៅពេលដែលយើងអាំងទៅរក្សាពណ៌បង្កងបានស្អាតហើយអត់ប្រឡាក់ផេះអញ្ចឹងបងប្អូនត្រូវពិនិត្យមើលធ្យូងនៃការអាំងដែរហើយសម្រាប់ការអាំងបង្កងនេះយើងអាំងប្រើរយៈពេលប្រហែលជាចន្លោះប្រហែលជា10នាទីសម្រាប់ការអាំងគឺបើសិនបើបង្កងយើងមានទឹកគឺយើងចាប់ដើមចាក់វាចេញអញ្ចឹងទៅហើយសម្រាប់ការអាំងគឺយើងមើលសាច់វារហូតដល់ឆ្អិនល្អប៉ុន្តែដើម្បីឲ្យខួរឆ្អិនបានល្អសពគឺយើងត្រូវប្រើគម្របដើម្បីគ្របអញ្ចឹងឥឡូវនេះគឺយើងបានអាំងបង្កងឆ្អិនហើយរយៈពេលនៃការអាំងគឺចន្លោះប្រហែល10នាទីសូមបញ្ជាក់ម្ដងទៀតហើយសម្រាប់បង្កងដែលយើងអាំងបានឆ្អិនល្អគឺយើងមើលសាច់បងប្អូនណាយើងអាចមើលសាច់វាឡើងសនេះគឺបង្កងឆ្អិនហើយឥឡូវនេះគឺយើងចាប់ផ្ដើមភ្លក់បង្កងរបស់យើងហើយសម្រាប់ការដែលយើងញ៉ាំបង្កងបើសិនបើបងប្អូនញ៉ាំជាមួយនឹងបាយបងប្អូនអាចយកខួរបង្កងនេះស្រូបជាមួយបាយឆ្ងាញ់មែនតើអញ្ចឹងសម្រាប់បង្កងធម្មជាតិរបស់យើងបងប្អូនអាចពិនិត្យមើលសាច់បាននេះស្វិតបែបហ្នឹងបងប្អូនមើលគឺជាសភាពបញ្ជាក់ប្រាប់ថាបង្កងនេះជាបង្កងធម្មជាតិអញ្ចឹងសម្រាប់ការជ្រើសរើសបង្កងធម្មជាតិគឺមានរសជាតិឆ្ងាញ់ហើយសម្រាប់បងប្អូនដែលទិញប៉ះបង្កងធម្មជាតិតែម្ដងគឺឆ្ងាញ់ខ្លាំងមែនតើអញ្ចឹងសម្រាប់វីដេអូគឺមានតែប៉ុណ្្នឹងទេហើយសូមអរគុណសម្រាប់ការដែលគាំទ្រនៅស្នាដៃរបស់យើងជាពិសេសបង្កងធម្មជាតិនៅក្នុងខេត្តតាកែវរបស់យើងសូមអរគុណ